ការពីសម័យមុនណាបើចង់ធ្វើអំពើធ្វើស្នេហ៍ដាក់អ្នកណាម្នាក់តើតែទៅលួចថតរូបរបស់គេទៅយកថ្ងៃខែឆ្នាំកំណើតទៅយកអីហើយទៅជួបគ្រូដល់ផ្ទះដាក់កំណល់ជូនទៅនឹកគ្រូអាហ្នឹងបានគេធ្វើឲ្យហើយគ្រូមិនស្រួលដើររទេកាលពីសម័យមុនមកភូមិមកស្រុកអីជួនកាលមាន2 3នាក់ម្នាក់អីទេតែបើគ្រូសម័យឥឡូវនេះវិញល្បីពេញ Facebook គ្រូធ្វើអំពើគ្រូធ្វើស្នេហ៍ធ្វើអី search រកអត់ចេះខ្វះទេហើយបើនិយាយពីរូបថតគឺសបោទៀតអ្នកដែលលេង Facebook លេងអីសម័យឥឡូវផុសទាំងថ្ងៃខែឆ្នាំកំណើតផុសទាំងរូបថតទាំងអីឲ្យគេស្គាល់ប្រងព្រាតហើយដល់ពេលអញ្ចឹងអាអ្នកដែលវាចេះធ្វើអំពើវាចេះធ្វើស្នេហ៍ធ្វើអីវាចង់ដាក់គឺអត់ចាំបាច់ពិបាកទេ save តែរូបពី Facebook យកមកផ្ញើទៅឲ្យគ្រូតាម Messenger ហើយផ្ញើលុយផ្ញើអីតាមទៅវិញតាមអីហ្នឹងគឺគ្រូគេធ្វើដាក់ឲ្យអត់ចាំបាច់ទៅជួបគ្រូផ្ទាល់ក៏បានដែរដល់ពេលអញ្ចឹងទៅវាសម្បូរអ្នកដែលត្រូវអាអំពើត្រូវមន្តអាគមត្រូវស្នេហ៍អីទាំងអស់ហ្នឹងហើយសម័យឥឡូវគ្រូដែលរៀនខាងធ្វើអំពើដាក់គ្រូដែលធ្វើស្នេហ៍ក៏មានចំនួនច្រើនទៀតព្រោះអាហ្នឹងធ្វើវាឆាប់ឃើញផលហើយបើថាគ្រូខាងជួយសង្គ្រោះខាងដោះប្រសាទអត់សូវមានអ្នករៀនទេព្រោះរៀនក៏វាអត់សូវមានអ្នកមករកដោយសារអីអាអ្នកធ្វើស្នេហ៍វាហ៊ានចំណាយលុយធ្វើស្នេហ៍ធ្វើអំពើដាក់គេវាហ៊ានចំណាយលុយរាប់ពាន់រហូតដល់ខ្ទង់$10000ដើម្បីធ្វើដាក់អ្នកណាម្នាក់ដែលវាស្អប់ដែលវាមិនចូលចិត្តប៉ុន្តែបើអ្នកដែលចង់ដោះចង់ប្រសាវិញភាគច្រើនគឺសុទ្ធតែអ្នកដែលលាយអស់ពីខ្លួនហើយតើធ្លាក់ខ្លួនក្រលហេមលហាមិនដើររកគ្រូហើយដល់ពេលជួយដោះប្រសាឲ្យគេគ្រូខ្លះគាត់អត់មានបានលុយផងហ្នឹងអាអ្នកដាក់វាហ៊ានចំណាយលុយច្រើនជួលគ្រូដល់ពេលអាអ្នកដែលត្រូវអត់ហ៊ានចំណាយលុយឲ្យគ្រូដោះផងហ្នឹងត្រឹមតែលុយ$200-300អ្នកខ្លះមិនហ៊ានទាំងចំណាយផងហើយដល់អញ្ចឹងគ្រូអ្នកដែលចង់ដោះចង់ប្រសាឲ្យគេក៏គាត់មិនសូវចង់រៀនដែរព្រោះរៀនទៅវាជួយគេវាពិបាកហើយក៏វាមិនសូវបានលុយទៀតមនុស្សមួយចំនួនដែលគាត់មិនសូវចេះជឿអារឿងអំពើរឿងអីរបស់គេហ្នឹងតាំងពីមានទៅក្រលហេមលហាមអស់អាលីងអ្នកខ្លះធ្លាក់ខ្លួនឈឺដោយសារអំពើមន្តអាគមតែអត់ជឿទេគិតតែប្រឹងរកពេទ្យឲ្យព្យាបាលឲ្យមើលហើយអ្នកខ្លះវិញព្យាបាលអស់រាប់$10000លក់ផ្ទះលក់សបែងដីធ្លីអស់អាលីងអាលួតប៉ុន្តែវាទៅព្យាបាលឯជាពេទ្យសម័យឥឡូវគាត់មិនមែនទៅចេះខាងអំពើមន្តអាគមអីគាត់មិនមែនទៅព្យាបាលអារឿងទាំងអស់ហ្នឹងបានដែរហើយត្រូវមនុស្សមិនចេះជឿទៀតតលតែលហេមលហាមហ្នឹងដូចខ្ញុំនិយាយមិញអស់អាលីងអាលួតពីខ្លួនលែងមានលុយទៅរកពេទ្យវិទ្យាសាស្ត្របានដើររកគ្រូមន្តអាគមម្ដងហើយទៅរកគ្រូមន្តអាគមអត់មានលុយទៀតតែអញ្ចឹងទៅពេលខ្លះទុករហូតតជួយលែងកើតតែហ្នឹង